4ចំណុចនេះជាវាងឲ្យឆ្ងាយសម្រាប់អតិជនដែលផលរយន្តអគ្គិសនីបើសិនជាចង់ឲ្យថ្មរយន្តរបស់លោកអ្នកមានសុខភាពល្អនិងអាយុកាលវែងបងដែលជិះជាមួយរយន្តអគ្គិសនីត្រូវដឹងថាប្រទះថ្មគឺសំខាន់ខ្លាំងមែនតើទាមទារការយកចិត្តទុកដាក់តែហ៊ានប្រហែសលើចំណុចតូចក៏អាចបង្កទៅជាបញ្ហាធំចំណាយថវិកាច្រើនក្នុងការជួសជុលដូច្នេះ4ចំណុចនេះគួរតែជៀសវាងដើម្បីថែរក្សាថ្មឲ្យបានល្អនិងប្រើប្រាស់បានយូរទី1ជៀសវាងការសាកថ្មពេញ 100% ជាប្រចាំសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃគួរតែរក្សាថាមពលថ្មចន្លោះពី20ទៅ 80% អត់គួរឲ្យអស់លីងពេករហូតដល់ 0% ឬក៏សាកថ្មពេញ 100% ពេកជាញឹកញាប់ពេកព្រោះវាអាចធ្វើឲ្យឆាប់ខូចគុណភាពថ្មអញ្ចឹងគួរតែសាកនៅចន្លោះថ្មប្រហែលជា20ទៅ 30% ទី2កាត់បន្ថយការប្រើប្រាស់ fast charge ញឹកញាប់fast charge ងាយស្រួលប៉ុន្តែបង្កកម្ដៅខ្ពស់ដល់បន្ទះថ្មអញ្ចឹងបើសិនជាអាចគួរតែមាន AC charging នៅផ្ទះមួយក្នុងករណីបើសិនជាបងចង់ធ្វើការសាកជាមួយនឹងទូសាកអញ្ចឹងមុននឹងសាកបងគួរតែផលិតឡានទុកចោលជាមុនសិនដើម្បីកាត់បន្ថយកម្ដៅរួចចាំសាកធ្វើដូចនេះទៅបាត់មានផលប៉ះពាល់ទៅដល់តុល្យភាពរបស់ថ្មទី3ជៀសវាងកម្ដៅខ្លាំងកុំចតរថយន្តក្រោមកម្ដៅថ្ងៃខ្លាំងពេកកម្ដៅខ្ពស់ជាសត្រូវធំបំផុតរបស់ថ្មទី4បើសិនបើមិនប្រើប្រាស់រថយន្តរយៈពេលយូរគួរតែទុកថ្មចន្លោះពី 40% ទៅ 60% មិនគួរទុកពេញពេក 100% ឬក៏អស់ពេករហូតដល់ 0% នោះទេដូច្នេះសម្រាប់បងអតិជនដែលមានតម្រូវការទៅលើរថយន្ត Toyota BZ3X និងរថយន្ត GAC GN8 PX EV អាចធ្វើការបញ្ជាទិញពីខាង Yescar Premium ឥឡូវនេះអតិថិជននឹងទទួលបានរថយន្តដែលមានគុណភាពមានការធានាធំធៅទិញដោយទំនុកចិត្តនិងសុវត្ថិភាពផ្លូវចិត្តមិនត្រឹមតែប៉ុណ្្នឹងទេគឺទទួលបានការប្រឹក្សាយោបល់ពីផ្នែកលក់ដែលមានវិជ្ជាជីវៈអំពីរថយន្តនិងការរំដួលសម្រាប់ព័ត៌មានលម្អិតបន្ថែមទៀតមកអតិថិជនអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទដែលមាននៅក្នុង caption ខាងលើឬក៏អាចអញ្ជើញមកកាន់ទីតាំង Yescar Premium ផ្ទាល់អរគុណសូមជម្រាបលា